សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំសាជាថ្មីជាមួយនឹងរឿងភាគដែលត្រៀមចេញផ្សាយនៅក្នុងឆ្នាំ2026ក្រុមហ៊ុន Netflix បានបញ្ជាក់ពីការផលិតរឿងភាគថ្មីដែលមានចំណងជើងថា Perfect Job ដែលត្រូវបានបង្ហាញពីក្រុមតួសម្ដែងដូចជា Lee Jae-wook, Go Min-si, Kim Min-ha និង Lee Hae-jun រឿង Perfect Job គឺជាស៊េរីរឿងបែបរន្ធត់ដ៏អាថ៌កំបាំងដែលលាតត្រដាងនៅពេលដែលយុវវ័យយងជន់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងធ្វើការដ៏អាក្រក់ដែលគាត់មិនអាចដឹងពីភាពភ័យរន្ធត់បែបណាដែលគាត់នឹងប្រឈមមុខដោយដាក់នៅក្នុងទីភ្នាក់ងារធនធានមនុស្សដ៏ចម្លែកដែលណែនាំដោយក្រុម Perfect Job ដែលចាប់ផ្ដើមពី50ដងនៃប្រាក់ឈ្នួលក្នុងមួយម៉ោងLee Jae-wook បានកសាងភាពយន្តរបស់គាត់ជាច្រើនការបង្កើតតួអង្គដែលទាក់ទាញជាមួយនឹងបុគ្គលិកលក្ខណៈរបស់គាត់ផ្ទាល់ខ្លួនតាមរឿងភាគនីមួយៗសម្រាប់នៅក្នុងរឿង Perfect Job គាត់នឹងដើរតួជាយងជន់ដែលទទួលបានការងារក្រៅម៉ោងប្រចាំថ្ងៃដែលមានប្រាក់ខែខ្ពស់ដើម្បីសងបំណុលរបស់គាត់យងជន់គឺជាតួអង្គដែលមើលឃើញការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ទីភ្នាក់ងារធនធានមនុស្សអាថ៌កំបាំងដែលមានឈ្មោះថា Spider Manpower ដែលឈានជើងចូលទៅក្នុងការងារក្រៅម៉ោងដែលផ្ដល់ប្រាក់ឈ្នួល50ដងនៃប្រាក់ឈ្នួលក្នុងមួយម៉ោងប៉ុន្តែនៅពេលដែលគាត់បានទៅដល់ទីនោះគាត់បានឃើញបាតុភូតដែលនៅស្មានមិនដល់នឹងចម្លែកនៅទីនោះធ្វើឲ្យគាត់មានការយល់ច្រឡំយងជន់ដែលជាអ្នកយកឈ្នះព្រឹត្តិការណ៍អាថ៌កំបាំងដែលកើតឡើងនៅកន្លែងធ្វើការក្រៅម៉ោងដ៏អាក្រក់នៅក្នុងវិធីផ្សេងៗហើយត្រូវបានបង្ហាញជាក់ស្ដែងតាមរយៈការសម្ដែងរបស់គាត់សម្រាប់តួស្រីគឺសម្ដែងដោយ Go Min-si ដែលគាត់ក៏មានប្រជាប្រិយភាពតាមរយៈការសម្ដែងរឿងវិសាលភាពជាច្រើននៅក្នុងស៊េរីរបស់ Netflix ដូចជារឿង In the Forest of the Norway, Sweet Home និង The Speak ហើយនឹងប្រជាប្រិយភាពតាមរយៈរឿង June of May Go Min-si ក៏ដើរតួជាយងជូគឺជាអ្នកស៊ើបអង្កេតគ្រោះថ្នាក់នៅទីភ្នាក់ងារការពារគ្រោះថ្នាក់កម្មករដែលព្យាយាមរកការពិតនៅពីក្រោយព្រឹត្តិការណ៍អាថ៌កំបាំងដែលកើតឡើងនៅជុំវិញ Spider Manpowerមនុស្សចង់ដឹងចឹងឃើញអំពីតួអង្គយងជូនិង Go Min-si ដែលអាចនឹងស្វែងយល់ពីតួអង្គជាមួយនឹងបុគ្គលិកលក្ខណៈថ្មីមួយទៀតនិងពិពណ៌នាភាពតខ្លួនរបស់ Go Min-siចំណែកឯតួម្នាក់ទៀតគឺជីយុនដែលជាប្អូនស្រីរបស់យងជុនដែលត្រូវបានសម្ដែងដោយ Kim Min-ha ដែលគាត់គឺមានប្រជាប្រិយភាពមែនទែនដែលបានផ្ទុះតាមរយៈខ្សែភាពយន្តរឿងភាគ Pachiko ដែលបានចាប់ផ្ដើមពីពេលនោះមកគាត់បានផលិតរឿងខ្សែភាពយន្តមួយទៀតដ៏រឹងមាំដែលមានប្រជាប្រិយភាពគឺរឿង Light Shop និងរឿង A Wish Before I Die ជីយុនដែលត្រូវសម្ដែងដោយ Kim Min-ha គឺជាតួអង្គស្រស់ស្អាតជាមួយនឹងបាវចនា Poverty is scary than God នាងនឹងបង្ហាញពីទស្សនវិជ្ជាជាច្រើនដងនៃខ្លួនឯងពីការឆ្លោះប្រកែកគ្នាឥតឈប់ឈរជាមួយនឹងបងប្រុសរបស់គាត់យងជន់ដោយសារតែបងប្រុសរបស់នាងដែលជំពាក់បំណុលគេនិងគ្មានអនាគតឬចម្លើយចំពោះផ្នែកមនុស្សធម៌របស់នាងគណៈពេលដែលនាងព្រួយបារម្ភអំពីបងប្រុសរបស់នាងដែលហាក់បីដូចជាមិនសប្បាយចិត្តបន្ទាប់ពីចាប់ផ្ដើមការងារក្រៅម៉ោងនិងជួយគាត់តាមរបៀបដែលនឹកស្មានមិនដល់ចំណែកឯតួអង្គមួយទៀតគឺ CEO Spider ដែលជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សដែលមិនស្គាល់អត្តសញ្ញាណដែលមានឈ្មោះថា Spider Manpower ដែលសម្ដែងដោយ Lee Hae-jun ដែលបានបន្សល់ទុកនៅវត្តមានរឹងមាំរាល់ការងារដែលគាត់បង្ហាញខ្លួនរួមទាំងរឿង Netflix ជាច្រើនផងដែរ CEO Spider គឺជាតួអង្គដែលគួរឲ្យសង្ស័យបន្តផ្ដល់ការងារក្រៅម៉ោងដល់យងជុនដែលគាត់មិនអាចបដិសេធបានទោះបីជាគេមិនដឹងថាអ្នកណាជាអ្នកស្នើសុំពួកគេក៏ដោយការយកចិត្តទុកដាក់ក៏ត្រូវផ្ដោតលើអាថ៌កំបាំង CEO Spider ដែលនឹងត្រូវបានបង្ហាញតាមរយៈការសម្ដែងដ៏ខ្លាំងក្លានិងលម្អិតរបស់ Lee Hae-junនៅទីនេះ Perfect Job ដែលត្រូវបានដឹកនាំដោយ Kim Da-min ដែលហើយត្រូវបានរំពឹងខ្ពស់សម្រាប់ការបង្កើតនូវភាពយន្តបែបរន្ធត់ដែលអាថ៌កំបាំងដែលស្រស់បំព្រង Script ដែលមានភាពទាក់ទាញខ្លាំងដែលត្រូវបានបញ្ចប់ការសហការដោយអ្នកនិពន្ធ Yoon Min-sung ត្រូវបានគេរំពឹងទុកថាទាក់ទាញអ្នកទស្សនាឲ្យចូលទស្សនាជាច្រើនតាមរយៈរឿង Perfect Job ភ្លាមៗលើពីនេះទៅទៀតអ្នកដឹកនាំ Ham Jun-hae ដែលត្រូវទទួលស្គាល់ប្រជាប្រិយភាពនិងអ្នកសិល្បៈតាមការសរសេររឿងនិងអ្នកដឹកនាំរឿង Netflix DP និងរឿង Chinatown ហើយគាត់គឺជាអ្នកបង្កើតជាមួយនឹង Witch Hero Class 1 ផងដែរនិងអ្នកចូលរួមជាមួយនឹងអ្នកដឹកនាំគម្រោងទូទៅដើម្បីបង្ហាញពិភពលោកនៃភាពរន្ធត់ដែលមិនធ្លាប់មានពីមុនដល់អ្នកទស្សនាជុំវិញពិភពលោកតាមរយៈរឿង Perfect Job រឿង Perfect Job គឺជារឿងអាថ៌កំបាំងថ្មីដែលលាក់នៅក្នុងការងារក្រៅម៉ោងប្រចាំថ្ងៃដែលមានប្រាក់ខែខ្ពស់ក៏ដូចជាក្រុមសម្ដែងដែលអាចទុកចិត្តបាននិងក្រុមផលិតកម្មដែលបង្កើតការទុកចិត្តកំពុងបង្កើតការរំពឹងទុកហើយវាត្រូវបានចេញផ្សាយនៅលើ Netflix ប៉ុណ្ណោះរឿងនេះគ្រោងនឹងចេញផ្សាយនៅក្នុងឆ្នាំ2026